ប្រហែលជាមានលោកគ្រូអ្នកគ្រូមួយចំនួនគាត់អាចនឹងឆ្ងល់ថាហេតុអីបានជាសាលាមួយចំនួនបើកដំណើរការទៅវាដំណើរការទៅដល់រលូនស្រួលអត់មានបញ្ហាឈឺក្បាលឬក៏ការរាំងស្ទះអីផ្សេងគណៈពេលដែលសាលាមួយចំនួនទៀតគឺជួបបញ្ហាច្រើនឥតឈប់ឈរហើយទន្ទឹមនឹងសាលាផនគាត់ក្រៅតែពីដំណើរការទៅដល់រលូនល្អហ្នឹងក៏មានឱកាសនៅក្នុងការចម្រើនរីកលូតលាស់ដូចជាការបើកដំណើរការរីកសុខសាយពីមួយសាខាទៅមួយសាខាអញ្ចឹងណាដែលគាត់មានឱកាសនៅក្នុងការអភិវឌ្ឍហើយនឹងរីកចម្រើនបើកសាខាបានជាច្រើនតទៅមុខទៀតហើយការបើកសាខារបស់ពួកគាត់ទៀតសោតហ្នឹងក៏មើលទៅដូចជាមិនមានបញ្ហាអីដែលជាការរាំងស្ទះហើយដំណើរការទៅដល់រលូនដោយភាពជឿជាក់តែទៅជាក់ស្ដែងបញ្ហានិយាយបានថាសាលាណាក៏មានដែរហើយមិនមែនថាអត់មានជួបបញ្ហាអីទេគឺមានហើយក៏មិនមែនមានន័យថាគាត់មានបញ្ហាតិចតួចដែរក៏ប៉ុន្តែអ្វីដែលពួកគាត់ធ្វើគឺការរៀបចំដែលមិនពឹងផ្អែកទៅលើសំណាងទាំងស្រុងទេប៉ុន្តែគឺជាការរៀបចំហើយក៏អត់ពឹងផ្អែកទៅលើបុគ្គលណាម្នាក់ទាំងស្រុងដែរប៉ុន្តែគឺជាការរៀបចំជាប្រព័ន្ធហ្នឹងហើយអញ្ចឹងជាប្រព័ន្ធហ្នឹងតើមានអីគេខ្លះនៅក្នុងហ្នឹងគឺត្រូវមានគេហៅថារចនាសម្ព័ន្ធមួយច្បាស់លាស់ទី2គឺគោលការណ៍អញ្ចឹងសំខាន់មែនទែនគឺគោលការណ៍របស់ក្រុមហ៊ុនហើយគោលការណ៍គឺមានច្រើនគោលការណ៍សម្រាប់បុគ្គលិកការពេញការងារគោលការណ៍នៅក្នុងការអនុវត្តគោលការណ៍ការស្លៀកពាក់គោលការណ៍នៅការប្រព្រឹត្តនិងអាកប្បកិរិយាអីផ្សេងបាទហើយគោលការណ៍បទបញ្ជាផ្ទៃក្នុងអីផ្សេងជាច្រើនទៀតនៅក្នុងហ្នឹងដែលយើងត្រូវរៀបចំឲ្យមានហើយមានភាពប្រកបវិជ្ជាហើយនឹងច្បាស់លាស់ទន្ទឹមនឹងក៏ត្រូវមាន SOP ដែរព្រោះការងារនីមួយៗទៅតាមផ្នែកនីមួយៗគឺមាននីតិវិធីនៅក្នុងការធ្វើអញ្ចឹងដើម្បីសម្រេចកិច្ចការអីមួយគឺយើងមានដំណើរផុនវាមានន័យថាវាចាប់ផ្ដើមចេញពីណាហើយវាត្រូវបញ្ចប់នៅកន្លែងណាហើយបញ្ចប់យ៉ាងដូចម្ដេចអញ្ចឹងយើងត្រូវតែតាក់តែង SOP នឹងឲ្យបានហើយបុគ្គលិកគឺត្រូវតែអនុវត្តទៅតាមនឹងហើយក្រៅពីនេះយើងប្រមូលគោលការណ៍បានយើងទាំងអស់ដែលវាសំខាន់ចាំបាច់ជាពិសេសគឺជាមួយនឹងបុគ្គលិកក៏ដូចជាលោកគ្រូអ្នកគ្រូហ្នឹងគឺយើងចងក្រងវាទៅជា employee handbook ហ្នឹងហើយអញ្ចឹង employee handbook គឺមានគោលការណ៍ទាំងអស់ហ្នឹងហើយត្រូវចែកជូនទៅដល់បុគ្គលិកដើម្បីគាត់មើលគាត់អានគាត់យល់ហើយគាត់ចូលរួមនៅក្នុងការអនុវត្តទៅតាមហ្នឹងក្រៅពីនេះគឺបុគ្គលិកនីមួយៗត្រូវមានរៀបចំតាក់តែងនៅ job description បាទគឺ role and responsibility របស់ពួកគាត់ហ្នឹងឬក៏យើងហៅថា JD ហ្នឹងគឺឲ្យបានច្បាស់លាស់ឲ្យដឹងថាតើបុគ្គលនីមួយៗមានកាតព្វកិច្ចទូនាទីទៅធ្វើអីដោយសារតែមានកត្តាទាំងអស់ហ្នឹងហើយមានចំណុចទាំងអស់ហ្នឹងហើយការរៀបចំទាំងនេះគឺបានជួយធ្វើឲ្យបុគ្គលិកហ្នឹងគឺមានភាពងាយស្រួលនៅក្នុងការអនុវត្តការងារអញ្ចឹងគឺគាត់ដឹងថាតើទូនាទីរបស់គាត់ត្រូវធ្វើអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ដឹងហើយនៅពេលដែលគាត់ដឹងគាត់យល់គាត់ធ្វើអញ្ចឹងការងារហ្នឹងគឺវាមិនសូវជាស្មុគស្មាញមិនសូវជាបង្កនៅបញ្ហាផ្សេងហើយយើងមានគោលការណ៍ផ្សេងទាំងការតំណាក់តំណងការនិយាយស្ដីការគោរពការឲ្យតម្លៃគ្នាហ្នឹងគឺយើងមានគោលការណ៍ទាំងអស់ហ្នឹងនៅពេលអញ្ចឹងទៅបុគ្គលិកគាត់ធ្វើទៅគឺល្អហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងបានល្អប្រសើរដែរហ្នឹងអញ្ចឹងធ្វើឲ្យ turnover rate អីហ្នឹងក៏វាមានការ reduce ដែរមានន័យថាចលនាបុគ្គលិកចេញចូលហ្នឹងក៏វាអាចនឹងកាត់បន្ថយដែរដោយសារតែម្នាក់គាត់យល់អំពីកាតព្វកិច្ចទូនាទីរបស់ខ្លួនហើយនឹងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកការតំណាក់តំណងអីមានគោលការណ៍មានអីត្រឹមត្រូវច្បាស់លាស់អញ្ចឹងគឺការធ្វើការគឺមិនសូវមានបញ្ហាទេហើយទាំងអស់ហ្នឹងនៅពេលដែលយើងមានយើងអាចនិយាយបានថាវាជាបរិយាកាស
វាបង្កឲ្យមានបរិយាកាសការងារមួយដ៏ល្អក៏ប្រសើរអញ្ចឹងទៅអញ្ចឹងការអនុវត្តការធ្វើរបស់បុគ្គលិកក៏វាល្អអញ្ចឹងកាត់បន្ថយការឈប់របស់ពួកគាត់ហ្នឹងអញ្ចឹងព្រោះកន្លែងហ្នឹងវាល្អហើយមានប្រព័ន្ធមានអីអញ្ចឹងទៅបុគ្គលិកចេះយោគយល់អធិស្ឋានគ្នាអញ្ចឹងទៅអានេះគឺជាបរិយាកាសការងារមួយដ៏ល្អអញ្ចឹងប្រសិនបើយើងបានធ្វើការងារនៅកន្លែងបរិយាកាសល្អហ្នឹងហើយតើយើងត្រូវឈប់អត់វាមិនមែនអត់មានឈប់ទាំងស្រុងទេវាអាចនឹងមានដែរប៉ុន្តែតិចតួចអញ្ចឹងទៅអញ្ចឹងណាបាទហើយក្រៅពីហ្នឹងទាំងអស់ហ្នឹងនៅពេលដែលបុគ្គលិកគាត់យល់គាត់ដឹងគាត់អីទាំងអស់ហ្នឹងគាត់សប្បាយគាត់រីករាយនៅក្នុងការធ្វើឲ្យ productivity ហ្នឹងក៏វាមានខ្ពស់ទៅតាមនឹងដែរអញ្ចឹងណាបាទហើយបុករួមគប់ផ្សំជាមួយនឹងការគ្រប់គ្រងការចាត់ចែងរបស់ថ្នាក់ដឹកនាំអញ្ចឹងទៅហើយនៅពេលដែលបុគ្គលិកគាត់មិនបង្កបញ្ហាបុគ្គលិកគាត់យល់គាត់ធ្វើការងារទាំងអស់ហ្នឹងទៅដើរទៅតាម flow ដែលយើងបានរៀបឲ្យក៏ជួយថ្នាក់ដឹកនាំហ្នឹងគឺមិនឲ្យគាត់ឈឺក្បាលច្រើនអញ្ចឹងណាហ្នឹងហើយមិនបង្កភាពសាមញ្ញមិនបង្កបញ្ហាអញ្ចឹងទៅអ្វីដំណើរការ operation គឺវារលូនល្អអញ្ចឹងគាត់ចង់បើកសាខាគាត់ចង់run operation ហ្នឹងគាត់យើងមើលទៅវាឃើញថាវាអត់មានបញ្ហាអីជាដុំកពួនក៏ចោតឬក៏ជាការរាំងស្ទះឲ្យគាត់ព្រោះអ្វីៗគឺវាដើរទៅតាមរចនាសម្ព័ន្ធដើរទៅតាម SOP ដើរទៅតាមគោលការណ៍ហើយម្នាក់គាត់ចូលរួមនៅក្នុងការគ្រប់គោលការណ៍ហើយនិងសហការក្នុងការអនុវត្តការងារអញ្ចឹងដើម្បីឲ្យដំណើរការនឹងគឺវាទៅដោយរលូនល្អអញ្ចឹងយើងត្រូវមានទាំងអស់នៅក្នុងការរៀបចំណាអញ្ចឹងអ្វីដែលយើងមើលឃើញថាសាលាមួយចំនួនធំក៏អត់ទាន់មានទេទាំងអស់ហ្នឹងនៅមានឆក់ល្វែងមួយចំនួនច្រើនអញ្ចឹងគាត់ទាមទារត្រូវការរៀបចំឲ្យវាមានអញ្ចឹងណានឹងឲ្យមានបាទមានដូចបានរៀបរាប់ជូនខាងលើបាញ់អញ្ចឹងតែមានរចនាសម្ព័ន្ធមួយច្បាស់លាស់ត្រូវមានគោលការណ៍ណាគោលការណ៍នៅក្នុងការអនុវត្តពីមួយផ្នែកទៅមួយផ្នែកហើយពីមួយការងារទៅមួយការងារមាន SOP មាន Employee Handbook កិច្ចសន្យាការងារប្រកបវិជ្ជាច្បាស់លាស់ណាតើយើងប្រើកិច្ចសន្យាប្រភេទអី UDC ឬក៏ FTC បាទហើយបុគ្គលិកនីមួយត្រូវមាន job responsibility ត្រឹមត្រូវ JD ហ្នឹងហើយត្រូវមានការវាយតម្លៃណាវាយតម្លៃយើងមានគោលការណ៍តាមមួយឆ្នាំយើងវាយតម្លៃប្រហែលម្ដងឬក៏2ដងហើយយើងមាន criteria អីនៅក្នុងការវាយតម្លៃទៅលើ performance របស់ពួកគាត់ហើយបន្ទាប់ពីការវាយតម្លៃហ្នឹងតើ consequence មានន័យថាresult ហ្នឹងចេញមករបៀបម៉េចណាតើគាត់បានអីណាឧទាហរណ៍ថាវាតម្លៃទៅគាត់ល្អបាន A អញ្ចឹង A គាត់ត្រូវអីគេទទួលបានប្រាក់បៀវត្សឡើងប្រហែល%ក្រៅពីប្រាក់បៀវត្សមានបុណ្យអីផ្សេងទៀតអត់ឬក៏មានអីអញ្ចឹងគឺយើងមានគោលការណ៍ហើយមានការវាតម្លៃនឹងជាក់លាក់ច្បាស់លាស់មួយណាបាទអញ្ចឹងគឺទាំងអស់ហ្នឹងគឺត្រូវតែមានហើយមានចំណុចជាច្រើនផ្សេងទៀតដែលយើងមាននៅក្នុងហ្នឹងអញ្ចឹងសាលានីមួយក៏បីត្រូវរៀបចំត្រូវមានទាំងអស់ហ្នឹងដើម្បីឲ្យដំណើរការសាលាការគ្រប់គ្រងសាលាហើយការបំពេញការងាររបស់បុគ្គលិកនឹងមានភាពងាយស្រួលហើយក៏អាចនាំនៅលទ្ធផលការងារខ្ពស់ផងដែរអញ្ចឹងសម្រាប់សាលាមួយចំនួនដែលគាត់អត់មានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការធ្វើឬក៏អត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើរៀបចំវាតែត្រូវចាប់ផ្ដើមពីដំបូងឡើងមកឬក៏ចាប់ផ្ដើមពីចំណុចណាមួយនៅក្នុងការរៀបចំទាំងអស់ហ្នឹងណាហ្នឹងហើយអញ្ចឹងគឺអត់ចាំបាច់បារម្ភអត់ចាំបាច់ភ័យអីទៀតទេមកដល់ពេលនេះគឺមាន JC Cambodia តែគាត់បានរៀបចំទាំងអស់នោះរួចរាល់អស់ហើយអញ្ចឹងលោកស្រីអាចតំណងទៅ JC Cambodia ទៅអាចទទួលបាននៅ toolkit ហ្នឹងមកកញ្ចប់នឹងតែម្ដងហើយយើងអាចយកទៅប្រើប្រាស់បានតែម្ដងហើយម្យ៉ាងវិញទៀតគឺវាមានទាំងភាសាខ្មែរមានទាំងភាសាអង់គ្លេសស្រាប់អញ្ចឹងមានភាពងាយស្រួលតែម្ដងលោកស្រីគ្រាន់តែពិនិត្យមើលទៅប្រសិនបើទាំងអស់នោះវាត្រូវ flow តាមអ្វីដែលលោកស្រីចង់បានហើយយើងយកទៅប្រើបាន 100% ហើយក្នុងកន្លែងណាដែលមានឆក់ល្វែងឬក៏អត់ទាន់ត្រូវតាមអ្វីដែលយើងចង់បានយើងមានការផ្លាស់ប្ដូរអីតិចតួចអីយើងអាចផ្លាស់ប្ដូរបានដែរដោយសារតែឯកសារទាំងអស់ហ្នឹង form ទាំងអស់ហ្នឹងបានតាក់តែងរៀបចំមកហ្នឹងគឺមានជា file Word Excel PowerPoint PDF ហើយមានទាំងភាសាខ្មែរមានទាំងភាសាអង់គ្លេសដែលយើងអាច edit យកទៅ
ប្រើប្រាស់ទៅតាមដំណើរការនិងតាមការគួរបានអញ្ចឹងណាបាទអញ្ចឹងសម្រាប់ព័ត៌មានលម្អិតអាចតាក់ទងមកខាង JC Cambodia ហើយបាទមានចម្ងល់មានសំណួរអីបន្ថែមអាចអញ្ជើញសាកសួរបានបាទតាមរយៈលេខទូរស័ព្ទក៏ដូចជា Telegram ដែលបានបង្ហាញជូននៅខាងលើអរគុណច្រើនជម្រាបលា